បុគ្គលដែលផ្ដល់នៅទិសដៅត្រួសត្រាយផ្លូវមានការជះឥទ្ធិពលក៏ដូចជាអ្នកដែលនាំនៅភាពជោគជ័យទៅដល់ក្រុមដូចគ្នាទាំងបុរសនិងស្ត្រីគឺយើងមានសក្តានុពលដូចគ្នាបុរសនិងស្ត្រីគឺមានតួនាទីនិងមុខងារនៅក្នុងការបំពេញនៅកាតព្វកិច្ចក៏ដូចជានាំឲ្យទាំងក្រុមគ្រួសារទាំងសង្គមជាតិមាននៅដំណើរការនិងភាពចម្រុងចម្រើនមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកដឹកនាំបានដោយសារតែគាត់មានការជះឥទ្ធិពលដោយសារតែគាត់មាននៅសក្តានុភាពក៏ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកដឹកនាំគួរតែមាននៅជំនាញមាននៅចំណេះដឹងសមត្ថភាពហើយអ្វីដែលសំខាន់ដែលជំរុញឲ្យបុគ្គលម្នាក់នឹងក្លាយជាអ្នកដឹកនាំល្អគឺអត្តចរិតទាំងក្មេងស្រីនិងស្ត្រីជាពិសេសបងប្អូនដែលគាត់សិក្សារៀនសូត្រគាត់មិនត្រឹមតែសិក្សារៀនសូត្រពីជំនាញរបស់គាត់ទេគឺតាក់ទងនឹងអត្តចរិតតាក់ទងនឹងភាពជាអ្នកដឹកនាំគាត់អ្វីដែលយើងចង់ឃើញគាត់នឹងមិនមែនគ្រាន់តែគាត់ជោគជ័យនៅក្នុងផ្នែករៀនសូត្រឬក៏ការងារប៉ុន្តែជោគជ័យក្នុងជីវិតទាំងស្រុងតែម្ដងអញ្ចឹងហើយទើបយើងបង្រៀនពីអត្តចរិតរបស់គាត់ក្នុងការដឹកនាំភាពសុចរិតរបស់គាត់ភាពល្អប្រសើររបស់គាត់ទទួលស្គាល់ថាម្នាក់តែងតែមាននៅភាពខ្លាំងនិងភាពខ្សោយប៉ុន្តែអ្វីដែលសំខាន់ចង់ឲ្យពួកគាត់ទាំងអស់គ្នាកន្លែងដែលគាត់រស់នៅអាចអភិវឌ្ឍខ្លួនគាត់ឲ្យក្លាយជាអ្នកដឹកនាំគំរូក្នុងសង្គមជាតិហើយនិងក្រុមគ្រួសាររបស់គាត់ផងដែរលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំអាចមានច្រើនថ្ងៃនេះខ្ញុំសូមលើកតែ3ចំណុចទេធំដែលតាក់ទងជាមួយនឹងលក្ខណៈសម្បត្តិដែលល្អសម្រាប់អ្នកដឹកនាំទី1អ្នកដឹកនាំគួរតែចាប់ផ្ដើមពីខ្លួនឯងអភិវឌ្ឍខ្លួនឯងកសាងខ្លួនឯងចេះគ្រប់គ្រងខ្លួនឯងព្រោះដោយសារអ្នកដឹកនាំគឺជាគំរូទៅកាន់អ្នកដែលយើងដឹកនាំទៅកាន់អ្នកដែលដើរតាមយើងបើសិនជាយើងចង់ឲ្យក្រុមរបស់យើងសកម្មតើតែយើងជាអ្នកដឹកនាំយើងសកម្មដូចគ្នាចំណុចទី2ភាពជាអ្នកដឹកនាំគឺចាប់ផ្ដើមនៅក្នុងការបម្រើអ្នកដទៃតួនាទីរបស់អ្នកដឹកនាំមិនមែនជាតួនាទីគ្រាន់តែចង្អុលបង្ហាញឬក៏ចាត់ចែងការងារនោះទេប៉ុន្តែជាតួនាទីដែលបម្រើអ្នកដែលនៅក្រោមយើងអ្នកដែលដើរតាមយើងផងដែរឧទាហរណ៍ថាតួនាទីជាម្ដាយគាត់សុខចិត្តលះបង់អ្វីគ្រប់យ៉ាងសុខចិត្តបម្រើដើម្បីក្រុមគ្រួសារដើម្បីកូនគាត់ទទួលបានភាពជោគជ័យអញ្ចឹងហើយអត្តចរិតរបស់អ្នកដឹកនាំគួរតែចាប់ផ្ដើមពីអត្តចរិតដែលមានការបន្ទាបខ្លួននិងការលះបង់ទី3ភាពជាអ្នកដឹកនាំគឺទំនាក់ទំនងអញ្ចឹងអ្នកដឹកនាំគួរតែជាគំរូអ្នកដឹកនាំគួរតែជាអ្នកដែលសកម្មជាអ្នកដែលបង្រួបបង្រួមជាអ្នកដែលមាននៅការប្រស្រ័យតាក់ទងល្អផ្ដល់នូវធម៌ពលដែលល្អដូចគ្នានៅពេលណាដែលក្រុមរបស់យើងឬក៏យើងទទួលបានភាពជោគជ័យអ្វីមួយអ្នកដឹកនាំគួរតែអបអរសាទរគួរតែឲ្យ credit ទៅកាន់ក្រុមរបស់យើងទោះបីជាក្រុមរបស់យើងបរាជ័យឬក៏មានកំហុសក្នុងនាមយើងជាអ្នកដឹកនាំយើងគួរតែចេញមុខហ៊ានទទួលខុសត្រូវចំពោះក្រុមរបស់យើងដូចគ្នាមិនថាប្អូនស្រីក្មេងស្រីតួនាទីជាម្ដាយមិនថាដល់ចាស់ប៉ុណ្ណាក៏ដោយយើងនៅក្នុងមជ្ឈដ្ឋានមួយដែលយើងនឹងដឹកនាំមិនថាបុគ្គលម្នាក់មិនថាច្រើនអ្នកនោះទេព្រោះមនុស្សយើងមានការជះឥទ្ធិពលគេនិយាយថាសូម្បីតែមនុស្សអៀនបំផុតក្នុងមួយឆាកជីវិតគាត់ក៏គាត់អាចជះឥទ្ធិពលទៅលើមនុស្ស10000នាក់ដែរចុះទម្រាំអ្នកដែលអត់អៀនអញ្ចឹងខ្ញុំជឿជាក់ថាម្នាក់ស្ត្រីសុទ្ធតែមានការដឹកនាំមានសមត្ថភាពមានសក្តានុពលគ្រាន់តែថាពេលខ្លះគាត់អត់ទាន់បានស្វែងរកនៅទេពកោសល្យរបស់គាត់សមត្ថភាពរបស់គាត់ដោយសារតែគាត់អត់ហ៊ានអញ្ចឹងហើយការដែលខ្ញុំបង្រៀនពួកគាត់គឺបង្រៀនឲ្យគាត់ស្វែងយល់ពីសេចក្តីពិតស្វែងយល់ពីសេចក្តីសង្ឃឹមស្វែងយល់ពីអ្វីដែលត្រឹមត្រូវដែលធ្វើឲ្យគាត់អាចយកនៅទេពកោសល្យនៅក្នុងខ្លួនគាត់អំណោយទាននៅក្នុងខ្លួនគាត់ដើម្បីឲ្យគាត់បានមិនថាបំរើនៅក្នុងក្រុមគ្រួសារមិនថាបំរើនៅក្នុងប្រទេសជាតិគឺគាត់នឹងអាចលូតលាស់